របាយការណ៍អត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងចេញផ្សាយនៅយប់ថ្ងៃទី29ឈានចូលថ្ងៃទី30ខែកក្កដាឆ្នាំ2027នេះនៅវេលាម៉ោង 1:00 រំលងអត្រាជំនេះព័ត៌មានទាក់ទងនឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកគឺជាព័ត៌មានសំខាន់សម្រាប់អ្នកវិនិយោគទៅលើតម្លៃហាងចេញមាសសម្រាប់អត្រាការប្រាក់ 3.75% របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកឃើញថាបានរក្សាមករយៈពេល5ខែចុះគ្នាមកហើយចាប់តាំងពីខែ12ឆ្នាំ2025មកដល់ថ្ងៃទី30ខែកក្កដាឆ្នាំ2026នេះគឺជាខែទី6ហើយដែលការព្យាករណ៍រំពឹងថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ឲ្យនៅ 3.75% ដដែលដូច្នេះប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិករក្សាអត្រាការប្រាក់ឲ្យនៅ 3.75% ដដែលមានន័យថាប្រាក់ដុល្លាររឹងមាំនឹងធ្វើឲ្យទិសដៅមាសមានការធ្លាក់ចុះនៅយប់នេះបើយើងក្រឡេកមកមើលពីប្រវត្តិនៃការរក្សាអត្រាការប្រាក់ចាប់តាំងពីខែ12ឆ្នាំ2025រហូតដល់ខែមិថុនាឆ្នាំ2026គឺឃើញថារាល់ពេលរក្សាអត្រាការប្រាក់ឃើញថាទិសដៅមាសមានការធ្លាក់ចុះយ៉ាងគំហុកដូច្នេះបងប្អូនចាំតាមដានទាំងអស់គ្នានៅវេលាម៉ោង1របាយការណ៍នឹងចេញម៉ោង 1:30 នាទីនឹងមានការថ្លែងសន្ទរកថារបស់លោក Kevin Warsh ដែលជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកសម្រាប់ការវិភាគព័ត៌មាននៅយប់នេះគឺអត្រាការប្រាក់ 3.75% នឹងនៅដដែលអញ្ចឹងការវិភាគទិសដៅហាងឆេងមាសនឹងធ្វើឲ្យមាសមានការធ្លាក់ចុះយ៉ាងគំហុកនឹងក្រោម$4,000ក្នុងមួយអោនអាចទៅដល់តម្លៃ$3,900ក្នុងមួយអោនសម្រាប់យប់នេះណាបងប្អូន